ជាបឋមនាងខ្ញុំឈ្មោះវ៉ាន់លីណានាងខ្ញុំឈ្មោះតែមុនលីនិងនាងខ្ញុំឈ្មោះតាយូអ៊ីងដែលជាតំណាងឲ្យសិស្សថ្នាក់ចំណេះទូទៅខ្មែរថ្នាក់ទី9ទាំងអស់សូមលំអោនកាយគោរពមេត្តាបិតាអ្នកអាណាព្យាបាលភៀវកិត្តិយសមិត្តរួមសាលាលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សានិងគណៈគ្រប់គ្រងនៃសាលាអន្តរជាតិ MTEL ទាំងអស់ដែលមានវត្តមាននៅទីនេះនៅថ្ងៃដ៏ល្អវិសេសវិសាលមួយនេះនាងខ្ញុំផ្ទាល់នឹងចែករំលែកនៅបទពិសោធន៍នៃការសិក្សានៅសាលាអន្តរជាតិ MTEL កម្មវិធីសិក្សានិងការបង្រៀននិងរៀនប្រចាំថ្ងៃចំណែកនាងខ្ញុំតែមុនលីនឹងបង្ហាញពីសមិទ្ធផលបទពិសោធន៍ដែលទទួលបានអ្វីដែលសាលាអន្តរជាតិ MTEL មានគុណភាពប្រសិទ្ធភាពនៃការដឹកនាំរបស់គណៈគ្រប់គ្រងនិងមិត្តភ័ក្តិរួមសាលាដែលប្រកបដោយគុណភាពនាងខ្ញុំតាយូអ៊ីននឹងចូលខ្លួនមកបង្ហាញពីការតាំងចិត្តចែករំលែកបទពិសោធន៍ផ្ដល់អនុសាសន៍ល្អដល់បងប្អូនជំនាន់ក្រោយអរគុណវត្តមានសាលាអន្តរជាតិ MTEL មិត្តភ័ក្តិលោកគ្រូអ្នកគ្រូនិងជាពិសេសមេដាបេដាគ្រប់រូបយើងខ្ញុំទាំងអស់គ្នាចំណាយពេលសិក្សារយៈ11ឆ្នាំគិតមកត្រឹមថ្ងៃបញ្ចប់ឆ្នាំសិក្សានេះហើយអ្វីដែលស្ថិតក្នុងការចងចាំជាងគេដែលមិនអាចភ្លេចបានគឺចាប់ផ្ដើមពីមិនចេះអ្វីសោះរហូតដល់មានចំណេះដឹងរឹងមាំដែលជាគ្រឹះសម្រាប់បន្តការសិក្សាទៅមុខទៀតពីមានអារម្មណ៍ភ័យខ្លាចមិនចង់រៀនប្រែមកជាស្រឡាញ់និងឲ្យតម្លៃទៅការសិក្សាប្រកបដោយការជឿជាក់ទៅលើខ្លួនឯងពីមានអារម្មណ៍ដោយឯកោដោយសារគ្មានមិត្តភ័ក្តិមកជាអារម្មណ៍រីករាយនិងរស់នៅចោះសម្រងក្នុងសង្គមដោយសារតែបានបង្កើតមិត្តភ័ក្តិល្អៗប្រកបដោយគុណភាពពិសេសដែលធន់ទ្រាំរអ៊ូរទាំមិនចូលចិត្តការប្រឡងប្រជែងច្រើនមកជាសិស្សដែលចូលចិត្តធ្វើខ្លួនឲ្យរវល់ខ្លាំងជាមួយនឹងការប្រកួតប្រជែងដើម្បីអភិវឌ្ឍសមត្ថភាពឲ្យកាន់តែរីកចម្រើនឡើងជាលំដាប់លក្ខណៈទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យទេគឺដោយសារសាលាអន្តរជាតិ MTEL មានកម្មវិធីសិក្សាជាក់លាក់និងគោលដៅច្បាស់លាស់គ្រប់នាងខ្ញុំផ្ទាល់បានទទួលការកោតសរសើរពីសំណាក់មិត្តរួមថ្នាក់លោកគ្រូអ្នកគ្រូនិងគណៈគ្រប់គ្រងចំពោះការរីកចម្រើនក្នុងការសិក្សានៅក្នុងឆ្នាំសិក្សានេះអ្វីដែលសំខាន់និងជាកត្តាលីករក្នុងការជំរុញគុណភាពសិក្សាគឺការរៀបចំប្រឡងនិងដែលតឹងរឹងនិងប្រកបដោយវិន័យការប្រឡងជាប្រចាំនោះរួមមានប្រឡងប្រចាំខែពាក់កណ្ដាលឆមាសនិងជាពិសេសនោះគឺប្រឡងសាកពីមុនយើងខ្ញុំធុញទ្រាន់ពីការប្រឡងរហូតមកដល់ពេលទៅចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិនៅមណ្ឌលប្រឡងវិទ្យាល័យត្រួតស្វាយព្រៃទើបយើងខ្ញុំយល់ច្បាស់ពីតម្លៃនៃការវឹកហាត់មួយនេះព្រោះវាបានធ្វើឲ្យយើងខ្ញុំមានការជឿជាក់ទំនុកចិត្តលើខ្លួនឯងនិងទទួលបានលទ្ធផលសិក្សាល្អហើយអ្វីដែលពិសេសគឺយើងត្រូវយកចំណុចខ្វះខាតធ្វើជាគោលដៅសម្រាប់អភិវឌ្ឍខ្លួនឯងឲ្យរឹតតែប្រសើរឡើងមួយវិញទៀតចំណុចមួយដែលសំខាន់បំផុតគឺការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូទាំងអស់នៅសាលាអន្តរជាតិ MTEL ពួកគាត់បង្រៀនសិស្សានុសិស្សប្រកបទៅដោយការយកចិត្តទុកដាក់មានទំនួលខុសត្រូវខ្ពស់ផ្ដល់ការណែនាំអប់រំព្រានប្រដៅយ៉ាងដិតដល់និងលើកទឹកចិត្តសិស្សគ្រប់គ្នាឲ្យរៀនបំពេញចំណុចខ្វះខាតដែលខ្លួនមានខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅអ្វីដែលមិត្តដ៏ល្អរបស់ខ្ញុំវិនលីណាបានលើកឡើងខាងនេះកត្តាដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាខ្លះទៅជាសិស្សប្រកបដោយគុណភាពនិងមានមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីបន្តដំណើរទៅមុខទៀតគឺរក្សាការដឹកនាំដ៏ប៉ិនប្រសប់និងឆ្លៀសវៃរបស់គណៈគ្រប់គ្រងសាលាគឺលោកនាយកអេនឌីលីនលោកស្រីនាយិកាស្រីណាពេងនិងលោកគ្រូឆុងម៉ៅក្រៅពីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសិស្សានុសិស្សគ្រប់រូបប្រៀបដូចជាឪពុកម្ដាយពូមីងបងប្អូនពួកគាត់បំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់និងបែងចែកច្បាស់រវាងមនោសញ្ចេតនានិងវិន័យដ៏ល្អរបស់សាលាពួកគាត់មានគោលដៅដឹកនាំច្បាស់លាស់ពោលគឺចង់ឲ្យពួកយើងខ្ញុំទាំងអស់គ្នាខ្លះទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិប្រកបទៅដោយចំណេះដឹងខ្ពង់ខ្ពស់មានអេរយាប័ត្ររកពីនិងអាកប្បកិរិយាល្អយើងខ្ញុំទាំងអស់គ្នាពិតជាទទួលបាននៅចំណេះដឹងដ៏ពិតប្រាកដមានទំនុកចិត្តនិងជំនឿជាក់លើសមត្ថភាពរបស់ខ្លួនឯងលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឌីប្លូមដ៏ល្អនៅថ្ងៃទី6ខែកក្កដាឆ្នាំ2026នេះគឺទទួលបានជាប់ 100% សំណងគ្រប់គ្រាន់សម្រាប់យើងខ្ញុំដំណើរទៅថ្នាក់ទី10នាឆ្នាំសិក្សាថ្មីនេះកត្តារួមផ្សំដ៏ពិតជាពិសេសក្នុងការរឹងច្រានឲ្យបរិយាកាសសិក្សាប្រចាំថ្ងៃមានភាពទាក់ទាញមានអារម្មណ៍ស្រស់ស្រាយមិនធុញទ្រាន់គឺបរិយាកាសនិងបរិស្ថានសាលារៀនស្អាតរាប់ចាប់ពីមុខសាលារហូតដល់បរិវេណក្នុងសាលាបន្ទប់សិក្សាបន្ទប់ទឹកគឺមានអនាម័យគ្រប់ទីកន្លែងដោយសារតែការចូលរួមរបស់សិស្សានុសិស្សគ្រប់រូបនិងបុគ្គលិកបំពេញការងារដោយយកចិត្តទុកដាក់
ដោយឡែកបរិខាសាលារៀនវិញគឺពិតជាល្អសម្រាប់យើងខ្ញុំទាំងអស់គ្នាក្នុងសម័យកាលនេះបន្ទប់រៀនទាំងអស់បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ projector និង computer សម្រាប់បម្រើឲ្យការរៀននិងបង្រៀនស្របទៅតាមបទដ្ឋាននៃសម័យ AI នេះការអនុវត្តវិន័យដ៏ល្អដ៏តឹងរ៉ឹងសម្រាប់សិស្សគ្រប់រូបគ្រប់ពេលវេលារួមផ្សំនឹងការយកចិត្តទុកដាក់មើលថែសិស្សបានធ្វើឲ្យសាលារៀននេះប្រកបដោយសុវត្ថិភាពខ្ពស់សម្រាប់សិស្សគ្រប់រូបពោលគឺមិនមានបងធំបងតូចក្មេងទំនើងលេងល្បែងស៊ីសងទាលាអាវ៉ាសែប្រើប្រាស់គ្រឿងញៀនឡើយយើងខ្ញុំទាំងអស់គ្នាមានសុវត្ថិភាពទាំងផ្លូវកាយនិងផ្លូវចិត្តអ្វីដែលពិសេសនៅទីនេះយើងទាំងអស់គ្នាពិតជាបានជួបនៅបង្កើតមិត្តរួមថ្នាក់រួមសាលាប្រកបដោយគុណភាពពួកយើងចែករំលែកជួយគ្នានិងស្រឡាញ់គ្នាដោយបងប្អូនបង្កើតដោយមិនប្រកាន់វណ្ណៈឬពណ៌សម្បុរឡើយជាច្បងខ្លះដែលបានបញ្ចប់ការសិក្សាពីសាលាអន្តរជាតិ MTEL ទៅហើយក៏ប៉ាត់មែនតែពួកយើងនៅតែមានទំនាក់ទំនងល្អជាមួយគ្នាបន្តចែករំលែកបទពិសោធន៍ថ្មីៗឲ្យគ្នាទៅវិញទៅមកចំណែកនេះខ្ញុំសូមគាំទ្រមិត្តទាំងពីរវ៉ាលីណានិងតៃម៉ូលីដែលបានបង្ហាញពីអារម្មណ៍ពិតរបស់ពួកគាត់ផងដែរតាំងនេះមកសិស្សានុសិស្សថ្នាក់ទី9ដែលទាំងអស់ដែលទៅតែប្រឡងចប់មធ្យមសិក្សាបឋមភូមិថ្មីនេះជាមួយនឹងអត្រាចប់ 100% របស់សាលាយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយនិងរំភើបក្រៃលែងសមិទ្ធផលដ៏ល្អនេះកើតចេញពីការខិតខំប្រឹងប្រែងជាប្រចាំតាមរយៈការចង្អុលបង្ហាញដាស់តឿនផ្ដល់ជំនួយនិងណែនាំជាប្រចាំពីសំណាក់លោកគ្រូអ្នកគ្រូនិងគណៈគ្រប់គ្រងសាលាពិសេសគឺការគ្រប់គ្រងគ្រប់រូបភាពទាំងអស់ពីសំណាក់មេដាបេដាអាណាព្យាបាលគ្រប់រូបយើងខ្ញុំនឹងមិនភ្លេចខ្លួនឬបណ្ដេញបណ្ដោយឡើយតែសូមធ្វើការសន្យានិងតាំងចិត្តចំពោះមេដាបេដាគ្រប់រូបថានឹងបន្តអភិវឌ្ឍខ្លួនឲ្យរឹតតែប្រសើរជាងនេះដើម្បីអនាគតខ្លួនឯងគ្រួសារនិងសង្គមជាតិទាំងមូលឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសូមផ្សាយសារទូន្មានដល់បងប្អូនសិស្សានុសិស្សចំណងក្រោយត្រូវបន្តខិតខំប្រឹងប្រែងពុះពៀយកចិត្តទុកដាក់សិក្សារៀនសូត្រស្វែងរកចំណេះដឹងដែលពិតប្រាកដដើម្បីក្លាយជាបញ្ញវន្តនាថ្ងៃអនាគតចូលត្រៀមលក្ខណៈឲ្យបានរួចរាល់សម្រាប់ការប្រកួតប្រជែងនានានិងមិនត្រូវខ្លាចឬធុញទ្រាន់នឹងការប្រឡងនានាឡើយត្រូវជៀសឲ្យឆ្ងាយពីអំពើពាលាអបាយមុខគ្រឿងញៀនពិសេសមិនចំណាយពេលលេងលើការលេងហ្គេមតែត្រូវតែគិតពីការអភិវឌ្ឍខ្លួនជាចម្បងក្រោយពីបញ្ចប់កម្មវិធីដ៏មានន័យនេះយើងខ្ញុំនឹងចារចេញពីសាលាដែលបានសិក្សាអរិយពេលដ៏យូរឆ្នាំដែលធ្លាប់សិក្សាលេងសប្បាយផ្ដល់ចំណេះដឹងចំណេះធ្វើនិងសមត្ថភាពដ៏ពេញលេញនេះយើងខ្ញុំពិតជាអឡោះអាល័យលោកអ្នកដ៏មានគុណនិងមិត្តភ័ក្តិទាំងអស់គ្នាជាពន់ពេកយើងបានបង្កើតនូវអនុស្សាវរីយ៍ល្អៗជាច្រើនដែលមិនអាចបំភ្លេចបានជាមួយគ្នានេះដែរយើងខ្ញុំទាំងអស់គ្នាសូមប្រកាសជាអឡារឹកថាមេដាបេដាអ្នកអាណាព្យាបាលទាំងអស់គ្នាពិតជាបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវនិងល្អឥតខ្ចោះក្នុងការជ្រើសរើសសាលាអន្តរជាតិ MTEL ឲ្យយើងខ្ញុំសិក្សានៅទីនេះតាំងពីថ្នាក់មត្តេយ្យសិក្សារហូតមកដល់ពេលនេះសាលាអន្តរជាតិ MTEL លើសពីសាលារៀនដែលមិនមែនផ្ដល់តែចំណេះដឹងនោះទេតែផ្ដល់នូវភាពជឿជាក់និងសេចក្តីទុកចិត្តគ្រប់បែបយ៉ាងដល់សិស្សានុសិស្សនិងមេដាបេដាគ្រប់រូបយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណដល់មិត្តភ័ក្តិទាំងអស់គ្នាលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សានិងគណៈគ្រប់គ្រងសាលាក្នុងរយៈពេលកន្លងមកពិសេសសូមថ្លែងអំណរគុណដល់លោកប៉ាអ្នកម៉ាក់គ្រប់រូបដែលមិនត្រឹមតែផ្ដល់កំណត់ដល់ពួកយើងទេថែមទាំងបីបាច់ថែរក្សាផ្ដល់ថវិកាធនធានសេចក្តីស្រឡាញ់ការលះបង់គ្រប់បែបយ៉ាងដោយគ្មានលក្ខខណ្ឌតាំងពីចាប់កំណត់រហូតមកដល់ពេលនេះយើងខ្ញុំនឹងចងចាំនូវវីរភាពដ៏អស្ចារ្យនេះជារៀងរហូតយើងខ្ញុំស្រឡាញ់លោកអ្នកដ៏មានគុណទាំងអស់គ្នាសូមអរគុណ